오늘은 캄보디아의 승리의 날이라는 휴일인데요. 저희 교회 자매님이 멋진 결혼식을 이 바이블 스쿨에서 하시게 되었고, 저희 세멘수가 또 저희 푸놈펜 목양 센터 철치 대표로 축가를 부르게 되었어요. 너무 영광스러운 자리죠. 그래서 결혼식장에 오게 되었습니다. 캄보디아 전통 결혼식으로 하지 않고 현대식으로 결혼식을 진행할 예정이라고 해요. 지금 사진 촬영이 한창입니다. 캄보디아 예식 전달합니다.យើងពិតជាអរគុណដល់ព្រះជាម្ចាស់ដែលពួកគាត់មានអភិបាលដ៏ស្រស់ស្អាតនៅថ្ងៃនេះផងដែរជាពេលដែលពួកយើងទន្ទឹងរង់ចាំគឺជាវត្តមានរបស់កូនក្រមុំ 다음은 오늘의 결혼식 꽃인 신부 입장 있겠습니다. conក្រមុំនឹងត្រូវបានលោកឪពុកដឹកដៃចូលពិធីនេះជាពេលវេលាដែលលោកឪពុកសម្រាប់ប្រគល់កូនក្រមុំដែលគាត់ស្រឡាញ់ដោយការពិសេសជូនបរិបទម្នាក់ដែលគាត់អាចជួយចិត្តបានដែរនិងអាចធ្វើថែកូនស្រីរបស់គាត់ដែរនេះគឺជាវិធីដ៏មានតម្លៃបំផុតយើងឃើញថាវត្តមានដ៏ស្រស់ស្អាតរបស់កូនក្រមុំយើងបានកំពុងតែឡើងមកលើហាក់របស់យើងហើយយើងអរគុណព្រះជាម្ចាស់មែនទែនដែលនៅថ្ងៃនេះលោកឪពុកដ៏ជាទីស្រឡាញ់បាននាំគាត់មកកាន់កន្លែងដែលមានពេញដោយសុភមង្គលសូមយើងបានទះដៃអបអរសាទរម្ដងទៀតនេះជាពេលវេលាដ៏សំខាន់ដែលគាត់បានសម្រេចចិត្តជូនកូនក្រមុំដែលជាទីស្រឡាញ់ពីព្រោះជាការភ្នែករបស់គាត់ប្រគល់ជូនបរិបទម្នាក់ឲ្យគាត់អាចទុកចិត្តបានថានឹងថែរក្សាកូនក្រមុំរបស់គាត់ដូចជាគាត់បានស្រឡាញ់កូនស្រីរបស់គាត់អញ្ចឹងដែរប៉ុន្មានហើយយើងដឹងថាសេចក្តីស្រឡាញ់របស់ឪពុកម្ដាយគឺពិតជាធំធេងខ្លាំងមែនទែនសម្រាប់កូនហើយការដែលកូនបានរៀបអាពាហ៍ពិពាហ៍ក៏ជាសេចក្តីសុខយ៉ាងខ្លាំងរបស់ឪពុកម្ដាយគ្រប់រូបផងដែរ 너희는 먼저 그의 나라와 그의 의를 구하라. 그리하면 이 모든 것을 너희에게 더하시리라. 마태복음 6장 30절입니다. 그마연 한번 읽으세요. សូមអានជាខ្មែរទាំងអស់គ្នាលោកនឹងសេចក្តីសុចរិតនៃព្រះជាមុនសិនទើបគ្រប់របស់ទាំងនោះនឹងបានប្រទានមកអ្នករាល់គ្នាថែមទៀត 이어서 김창원 목사님께서 주의 말씀 전하시겠습니다. 줍립소 오늘 처음으로 배운 캄보디아입니다. 자, 주립수와 리리에 다반 주 피우게 유대 어느 타니 hay con chỉ được đồng bộសម្រាប់ខ្ញុំផងដែរ 자, 해피 뉴 이어. 해피 뉴 이어. 새해에도 주님 안에서 복 많이 받으시기를 바랍니다. សូមព្រះជាម្ចាស់ទ្រង់បានប្រទានព្រះពរដល់ក្រុមជំនុំទាំងអស់នៅក្នុងថ្ងៃនេះនិងក្នុងឆ្នាំថ្មីនេះផងដែរ 저는 오늘 결혼식 주례를 맡게 된 김창원 목사입니다. ចាខ្ញុំនៅថ្ងៃនេះគឺជាលោកគ្រូគង្វាលដែលនឹងអធិប្បាយប្រទានព្រះពរក្នុងអាពាហ៍ពិពាហ៍ឈ្មោះគឹមឆុងវ៉ាន់ 엊그제 한국에서 왔습니다. តាំងពីម្សិលមិញគឺខ្ញុំពីម្សិលមិញគឺខ្ញុំបានមកដល់ប្រទេសកម្ពុជា 새해를 맞아 새 가정을 이루는 일소원 캐마린 형제와 호랭 자매를 축복하는 결혼 예식을 허락하신 하나님께 감사를 드립니다. ចាអរគុណព្រះជាម្ចាស់មែនទែនក្នុងឆ្នាំថ្មីហើយក៏អរគុណដែលព្រះជាម្ចាស់ទ្រង់អនុញ្ញាតឲ្យខ្ញុំអាចមកប្រទានព្រះពរអធិប្បាយព្រះបន្ទូលជូនពរដល់កូនកំឡោះស៊ុនខេមរិនហើយនិងកូនក្រមុំគួយលេង 또한 신랑 신부를 축복하기 위해 오신 하객분들께 감사를 드립니다. ហើយខ្ញុំក៏សូមអរគុណដល់ភ្ញៀវកិត្តិយសទាំងអស់ដែលបានចូលរួមអបអរសាទរពិធីមង្គលការក្នុងថ្ងៃនេះផងដែរ 자,
잠시 신랑 신부를 소개해 드리고자 합니다. ចានៅពេលនេះផងដែរខ្ញុំនឹងសូមណែនាំអំពីកូនកំឡោះនិងកូនក្រមុំបន្តិច 우리 신랑 으스원 카메론 형제는 일찍이 아버지를 여의고 경제적으로 힘든 삶을 살았습니다. ចាកូនកំឡោះឈ្មោះស៊ូនខាមេរិនគាត់បានបាត់បង់ឪពុកតាំងពីក្មេងហើយគាត់រស់នៅដោយមានភាពលំបាក 보통 캄보디아 사람들처럼 얼른 학교를 졸업하고 돈을 벌어야 된다고 생각했습니다. ចាគឺគាត់តែគិតថាគាត់គឺជាក្មេងម្នាក់បើប្រៀបធៀបទៅនឹងមនុស្សទូទៅគាត់គួរតែរៀនឲ្យលឿនបញ្ចប់ការសិក្សាហើយដើម្បីរកលុយ 건축 자재 가게를 열어 사장이 되고 싶었습니다. គាត់ចង់ក្លាយជាម្ចាស់ហាងលក់សម្ភារៈសំណង់ 그렇지만 그의 마음 깊은 곳에서는 인생을 왜 살아야 하는지 어떻게 살아야 하는지 의문이 생겼습니다. ក៏ប៉ុន្តែមានថ្ងៃមួយធ្វើឲ្យគាត់គិតថាតើជីវិតគួរតែហេតុអីជីវិតត្រូវតែរស់នៅហើយរស់នៅដើម្បីអ្វី 절에 가서 빌어봤지만 알 수 없었습니다. គាត់បានទៅវត្តបន់ស្រន់ក៏ប៉ុន្តែការទាំងអស់អត់បានសម្រេច 그러던 중 아는 형님의 소개로 바탄봉 신학교에 들어가게 되었습니다. ក៏ប៉ុន្តែមានថ្ងៃមួយគឺមួយគាត់បានជួបនៅបងប្រុសម្នាក់ដែលគាត់ស្គាល់ណែនាំគាត់ឲ្យគាត់ចូលរៀននៅសាលាព្រះគម្ពីរនៅខេត្តបាត់ដំបង 영어와 한국어 컴퓨터를 배우고 싶었습니다. គាត់ចង់រៀនកុំព្យូទ័រភាសាអង់គ្លេស 그런데 거기에서 그는 예수님을 만났습니다. ដូច្នេះហើយគាត់តាមរយៈការដែលគាត់ទៅរៀននៅទីកន្លែងនោះគាត់បានស្គាល់ព្រះយេស៊ូវគ្រីស្ទ 인생의 방향이 완전히 바뀌게 되었습니다. ជីវិតរបស់គាត់នៃទិសដៅជីវិតរបស់គាត់ត្រូវបានផ្លាស់ប្ដូរទាំងស្រុង 바탄봉 신학교에서 만난 박춘석, 김혜란 성기사님은 부모님과 같이 그를 돌보아 주셨고 그가 하나님의 사람으로 성장할 수 있도록 지도해 주셨습니다. តាមរយៈបេសកជនឈ្មោះផាត់ឈុនសកនិងគឹមហេរ៉ាន់គាត់បានមើលថែកូនកំឡោះដោយយកទុកដាក់ដូចជាកូនបង្កើតហើយបានបង្ហាត់បង្រៀនគាត់ឲ្យគាត់មានសេចក្តីជំនឿហើយក្លាយជាមនុស្សរបស់ព្រះ 지난 7년 동안 신랑은 두 선교사님과 동역하며 까풍 스포츠 롤랭 쯔레이 교회 전도사로 섬겨왔습니다. អស់រយៈពេល7ឆ្នាំមុននេះកូនកំឡោះបានបម្រើព័ន្ធកិច្ចជាគ្រូជំនួយនិងជាអ្នកបកប្រែជួយបេសកជន2នាក់នៅក្នុងព្រះវិហាររលាំងជ្រៃខេត្តកំពង់ស្ពឺ 신랑은 이제 영어와 한국어 컴퓨터를 잘할 뿐만 아니라 កូនកំឡោះមិនត្រឹមតែពូកែភាសាអង់គ្លេសភាសាកូរ៉េកុំព្យូទ័រប៉ុណ្ណោះទេ 매일 성경을 읽고 기도하는 일, 베트남어와 태국어, 피아노와 기타, 노래, 그리고 어린이를 가르치는 일도 잘하는 다재다능한 하나님의 사역자로 성장했습니다. គឺគាត់ពូកែក្នុងការបង្ហាត់បង្រៀនគាត់ពូកែភាសាថៃភាសាវៀតណាមហើយ piano ហ្គីតានិងគាត់បង្ហាត់បង្រៀនចម្រៀងទៅកាន់ក្មេងៗផងដែរ 무엇보다 오늘 성숙하고 아름다운 믿음의 여인을 아내로 얻는 복을 받았습니다. លើពីនេះទៅទៀតគាត់មានប្រពន្ធមួយយ៉ាងធំដែលគាត់ទទួលបានកូនក្រមុំដ៏ស្រស់ស្អាតហើយមានសេចក្តីជំនឿយ៉ាងល្អ 신부 호랭자매는 두 분 다 선생님이신 부모님의 막내딸로 태어났습니다. និយាយពីកូនក្រមុំឈ្មោះហ៊ុយលេងគឺគាត់បានកើតនៅក្នុងគ្រួសារមួយដែលឪពុកម្ដាយរបស់គាត់ជាគ្រូបង្រៀន 중국계 캄보디안 가정에서 어릴 적부터 중국어와 캄보디아를 배웠습니다. ចាគាត់មានខ្សែស្រឡាយជាជនជាតិចិនដូច្នេះហើយក៏គាត់រៀនភាសាចិននិងភាសាខ្មែរតាំងពីតូច 한국에 유학해서 한국어 교육 전공으로 석사학위를 받아 한국어도 잘합니다. គាត់បានទៅបន្តការសិក្សាដើម្បីទៅបញ្ចប់ផ្នែកភាសាកូរ៉េក្នុងផ្នែកអប់រំនៅសាកលវិទ្យាល័យប្រទេសកូរ៉េហើយគាត់ក៏ពូកែភាសាកូរ៉េផងដែរ 한국에 올 때 신부는 하나님을 알지 못했습니다. ពេលដែលគាត់ទៅដល់ប្រទេសកូរ៉េនិងរហូតដល់គាត់នៅប្រទេសកម្ពុជាគឺគាត់អត់ទាន់ស្គាល់ព្រះយេស៊ូវគ្រីស្ទនោះទេ 제 아내와 1대1로 만나 성경을 공부하긴 했지만 교회에는 나가고 싶지 않았습니다. ទោះជាគាត់សិក្សាព្រះគម្ពីរមួយទល់មួយជាមួយនឹងភរិយារបស់ខ្ញុំក៏ដោយប៉ុន្តែព្រះវិហារគឺគាត់អត់ទៅជាដាច់ខាត 대신에 주말마다 돈을 벌기 위해서 아르바이트를 했습니다. ចំនួននៃការទៅព្រះវិហារគឺគាត់ទៅធ្វើការងារក្រៅម៉ោងជារៀងរាល់ចុងសប្តាហ៍ 그러던 중 선탕절이 가까워 갈 때 왠지 마음 깊은 곳에서 교회 가서 예배를 드리고 싶은 생각이 들었습니다. មានថ្ងៃមួយបុណ្យណូអែលខិតចូលមកដល់ចិត្តរបស់គាត់ចាប់ផ្ដើមមានគំនិតមួយចង់ទៅព្រះវិហារដើម្បីថ្វាយបង្គំ 아르바이트를 그만둔다고 사장님께 말씀드렸더니 돈을 벌어 교회는 다음에 나가도 돼 하고 말렸습니다. ដោយសារចិត្តរបស់គាត់ចង់ទៅព្រះវិហារថ្វាយបង្គំគាត់ក៏បាននិយាយប្រាប់ទៅកាន់តកែថាលោកតកែខ្ញុំសូមឈប់ធ្វើការងារក្រៅម៉ោងហើយខ្ញុំចង់ទៅព្រះវិហារថ្វាយបង្គំដូច្នេះតកែក៏បាននិយាយថាហេរលុយសិនទៅព្រះវិហារចាំពេលក្រោយ 그러나 예배를 드리고 싶은 마음이 너무 강해서 사장님의 설득에 넘어가지 않았습니다. ដោយសារតែគាត់ចង់ទៅព្រះវិហារថ្វាយបង្គំពេកទោះជាតកែនិយាយប្រាប់គាត់យ៉ាងណាក៏ដោយក៏គាត់អត់ស្ដាប់តកែដែរ 그때 어떤 친구가 신부를 대신해서 아르바이트를 하러 갔습니다.
ប៉ុន្តែចៃដន្យពេលនោះមានមនុស្សម្នាក់ទៅជំនួសការងាររបស់គាត់ 신부는 그날 기쁨으로 예배를 드리고 기숙사로 돌아왔는데 심상치 않는 일이 일어났습니다. នៅថ្ងៃនោះផងដែរកូនក្រមុំបានទៅថ្វាយបង្គំដោយសេចក្តីអំណរហើយក៏បានត្រឡប់មកកន្លែងបន្ទប់ស្នាក់នៅវិញស្រាប់តែមានរឿងកើតឡើងដែលនឹកស្មានមិនដល់ 유학생이 불법으로 일을 했다고 해서 친구가 경찰에 붙잡혀간 것입니다. ប៉ូលីសបានមកចាប់មិត្តភ័ក្តិដែលជានិស្សិតដូចគ្នាដែលរស់នៅកន្លែងហ្នឹងដែលគាត់ធ្វើការខុសច្បាប់ 다행히 그 친구는 하루밖에 일하지 않아서 풀려났지만 신부가 그때까지 아르바이트를 했다면 유학생 비자가 취소되고 추방될 수도 있었습니다. តែជាសំណាងល្អប៉ូលីសគាត់បានចាប់មិត្តភ័ក្តិរបស់គាត់ទៅហើយក៏ប៉ុន្តែបានដោះលែងវិញដោយសារតែមិត្តភ័ក្តិគាត់បានធ្វើការតែមួយថ្ងៃប្រសិនបើពេលនោះកូនក្រមុំនៅតែបន្តការងារក្រៅម៉ោងប្រហែលជាត្រូវប៉ូលីសចាប់ហើយលុបវីសាជាសិស្សបណ្ដឹងមកប្រទេសកម្ពុជាវិញ 그때 신부는 하나님이 살아계신 분이시고 그동안 여러 번 들었던 마태복음 6장 33절 그런즉 너희는 먼저 그의 나라와 그의 일을 구하라 그리하면 이 모든 것을 너에게 더하시리라는 약속을 지키시는 분으로 굳게 믿게 되었습니다. នៅពេលនោះហើយដែលធ្វើឲ្យកូនក្រមុំកើតមានសេចក្តីជំនឿជឿទៅកាន់ព្រះជាម្ចាស់ហើយគាត់នឹកចាំពីព្រះគម្ពីរម៉ាថាយចំពុក6ខ33ដែលព្រះជាម្ចាស់ព្រះអង្គមានព្រះបន្ទូលថាចូលស្វែងរកនគរនិងសេចក្តីសុចរិតជាមុនសិនទៅគ្រប់ទាំងនោះនឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង 신부는 힘든 유학생활을 성공적으로 마쳤고 캄보디아로 돌아와 통역과 번역 등의 일을 하면서 여전히 하나님을 체험하고 있습니다. កូនក្រមុំបានបញ្ចប់ការសិក្សានៅប្រទេសកូរ៉េយ៉ាងលំបាកហើយពេលដែលគាត់បានត្រឡប់មកដល់ប្រទេសកម្ពុជាវិញគឺគាត់បានធ្វើជាអ្នកបកប្រែផ្ទាល់មាត់ផងបកប្រែឯកសារផងហើយនឹងបម្រើព្រះជាម្ចាស់ 하나님은 만세 전에 이 신랑과 신부를 택하시고 때가 되어 아이들을 부르시고 예수 그리스도의 피로 거듭나게 하셔서 하나님 나라의 일꾼들로 삼으신 줄 믿습니다. ហើយខ្ញុំជឿជាក់ថាព្រះជាម្ចាស់ព្រះអង្គបានជ្រើសរើសកូនកំឡោះកូនក្រមុំឲ្យពួកគាត់បានកើតជាថ្មីហើយឲ្យគាត់បានក្លាយជាប្តីប្រពន្ធហើយក្លាយជាគ្រួសារនៃដំណឹងល្អ 자, 여러 증인들 앞에서 두 분이 분명하게 혼인 서약을 했습니다. ចាសូមឲ្យភ្ញៀវកិត្តិយសទាំងអស់គឺជាសាក្សីសម្រាប់កូនកន្លោះកូនក្រមុំក្នុងថ្ងៃនេះ 이제 성혼을 선포하겠습니다. សូមប្រកាសនៅថ្ងៃនេះកូនកំឡោះនិងកូនក្រមុំ 나 하나님의 종 김창호는 수원 캐머런 형제와 호랭 자매가 일정한 부부가 된 것을 성부와 성자와 성령의 이름으로 선포합니다. ខ្ញុំសូមប្រកាសនៅក្នុងព្រះវិញ្ញាណបរិសុទ្ធព្រះយេស៊ូវគ្រីស្ទថាកូនកំឡោះនិងកូនក្រមុំកូនកំឡោះស៊ុនខេមរិននិងកូនក្រមុំភួយលេងបានក្លាយជាគុំភរិយាថ្មី 하나님이 짝지어 주신 것을 사람이 나누지 못할지니라. ពួកគាត់ទាំងពីរនាក់នឹងរស់នៅជាមួយគ្នាដោយមិនលែងដៃនោះទេ 자, 뒤로 돌아서서 박수로. 자, 박수로 환영해 주시기 바랍니다. 주가 계획하신 이날 사랑과 축복이 가득하네 오래전 주께서 계획하신 모습대로 아름답고 순결한 시간 우리의 기쁜 가득 모아서 이날을 진심으로 기뻐해요 앞으로 주분에게 사랑과 평안만이 가득하게 보세요 우리 얼굴에 비친 이 행복은 두 사랑 때문이죠 오늘 약속한 그 사랑으로 앞으로도 영원하기를 간절히 기도해요 두 분의 결혼 진심으로 축하드립니다. 축하드립니다. God bless you. 우사생님과 이어진 부모님 감사하고 사랑하고 អរគុណអ្នកគ្នាសម្រាប់ការចូលរួមថ្ងៃនេះជាដំបូងអរគុណព្រះអង្គសម្រាប់ការឆ្លើយតបការអធិដ្ឋានរបស់ពួកយើងដែលពួកយើងអធិដ្ឋានដើម្បីជួបគ្នា10ឆ្នាំហើយថ្ងៃនេះព្រះអង្គឲ្យពួកយើងបានជួបគ្នាអរគុណព្រះអង្គហើយសូមថ្វាយសេរីរុងរឿងទៅកាន់ព្រះអង្គឲ្យព្រះអង្គទទួលបានសេរីរុងរឿងនៅក្នុងការកម្មវិធីថ្វាយបង្គំនៅថ្ងៃនេះខ្ញុំនិយាយត្រេដែរMenjahat ke yang kan oleh cerita uri sipnya namun kita cewek
오늘 이루어 주셔서 하나님께 찬양 감사드립니다. 정말 아까날 말아까날ដែលម៉ែម្នាក់ឯងប៉ុន្តែបានចំកូនប្រុសល្អម្នាក់ទុកឲ្យខ្ញុំអរនេះមកចាត់ទីមក emotion attribute ជូនដល់ខំតាមនេះដែរបន្តមកអរគុណដល់ម៉ាក់ប៉ាណាបងទេប៉ាអរគុណដល់ម៉ាក់ប៉ាដែលបានបង្កើតខ្ញុំផ្ដល់កំណើតដល់ខ្ញុំអរគុណសម្រាប់ក្តីស្រឡាញ់ការចិញ្ចឹមហើយនឹងបងទាំងអស់គ្នាសម្រាប់ក្តីស្រឡាញ់ដែលมันអាចវាស់បានដោយសារក្តីស្រឡាញ់នោះខ្ញុំក៏ណាក៏ដែរចេះខ្លាចទេដែរអរគុណទាំងអស់គ្នាអរគុណម៉ែប៉ាអរគុណ부모님께 감사드립니다. 우리 저를 키워주시고 낳아주시고 키워주시고 하나님 사랑을 주셔서 저는 그 사랑 때문에 어리다도 기죽지 않습니다. 감사합니다. 그 다음에는 우리 김창원 목사님하고 김롯 사모님 가장 아름다운 교회 우리 모든 분들 제가 한국 갔을 때 아무것도 몰랐을 때 진짜 사랑으로 진짜 처음부터 지금까지 똑같이 저를 대해주시고 아껴주셔서 감사합니다. 감사합니다. 특히 우리 루사모님이 우리 엄마 대신 저를 사랑해주시고 키워주시고 특히 말씀으로 저를 하나님께 인도해주셔서 감사합니다. 사랑합니다. 그리고 또 박춘석 간사님하고 장로님하고 김혜란 간사님께도 너무 감사드려요. 우리를 소개해 주시고 이렇게 또 결혼식을 올리게 되었습니다. 두 분의 수고와 기도를 늘 간직하겠습니다. 이제 우리가 한 가정이 되었는데 계속 지켜봐 주세요. 감사합니다. 사랑합니다. 네, 또 축하해주신 집사님께도 감사드리고 어떤 팬팬សម្រាប់ចម្រៀងអរគុណទាំងអស់គ្នាហើយអរគុណសម្រាប់អ៊ីដែលមកពីឆ្ងាយkhôngមកពីប្រាក់មកពីឆ្ងាយអរគុណច្រើនមែនតើសម្រាប់ការចូលរួមគឺជាពិធីមង្គលកម្មមួយដែលហ៊ានផ្លែកនិងចម្លែកបន្តិចប៉ុន្តែអរគុណមែនតើដែលបានចូលរួមអរសូមព្រះអង្គប្រទានពរហើយអរគុណមិត្តភក្តិទាំងអស់គ្នាពួកយើងអេស្រាអរគុណសម្រាប់អេស្រាអរគុណសម្រាប់ការខាងកន្លងមកអរគុណច្រើនចានឹងអរគុណខ្ញុំគេទៅយកផ្សេងទៀតអរគុណសម្រាប់ការចំណាយពេលនិងការជួយពរអរគុណសូមអរគុណ 목사님의 축도가 있겠습니다. 자, 이 시간에 우리 다 같이 좀 일어나셔서 같이 우리 신랑 신부를 축복하는 시간을 갖겠습니다. 손가락쳐. ចាសូមភ្ញៀវកិត្តិយសទាំងអស់បានក្រោកឈរដើម្បីយើងអធិដ្ឋានប្រទានពរដល់កូនកម្លោះកូនក្រមុំ 축복 기도하겠습니다. សូមអធិដ្ឋានប្រទានព្រះពរ 지금은 길과 진리요 생명이신 예수 그리스도의 풍성하신 은혜와 ឥឡូវនេះដោយព្រះគុណដ៏បរិបូរណ៍របស់ព្រះយេស៊ូវគ្រីស្ទដែលព្រះអង្គគឺជាផ្លូវជាសេចក្តីពិតនិងជាជីវិត 세상을 이처럼 사랑하셔서 독생자까지 아낌없이 내어주신 하나님 아버지의 극진하신 사랑하심과 សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ដែលព្រះអង្គទ្រង់ស្រឡាញ់ដល់លោកឲ្យជាខ្លាំងពេកបានប្រជាព្រះអង្គប្រទានព្រះបុត្រាទ្រង់តែមួយដើម្បីមកផែនដី 오늘도 이 세상을 새롭게 하시고 늘 하나님의 감화 감동하심으로 이끄시는 성령 하나님의 은혜가 ព្រះអង្គអើយសូមអរព្រះគុណនិងព្រះវិញ្ញាណបរិសុទ្ធដែលជាព្រះដ៏បរិបូរណ៍ព្រះអង្គទ្រង់ជាព្រះគុណដែលប្រទានព្រះពរនៅក្នុងថ្ងៃនេះ 수은 캐마른 형제와 푸어랭 자매 위에 충만히 임하여 ព្រះអង្គអើយសូមព្រះជាម្ចាស់ទ្រង់បានគង់នៅជាមួយកូនកំឡោះសួនខាមេរិននិងកូនក្រមុំហ៊ុយលេងចាប់ពីពេលនេះតទៅ 이들이 주님 안에서 한 몸 되어 세운 가정이 언제나 하나님의 영광을 위해 쓰임 받으며 ព្រះអង្គអើយសូមព្រះជាម្ចាស់ទ្រង់បានប្រើប្រាស់គ្រួសារដែលពួកគាត់កំពុងតែក្លាយជាគ្រួសារតែមួយនេះមិនថាពេលណាទៅទីកន្លែងណាសូមព្រះអង្គបានប្រើប្រាស់ពួកគាត់ 서로 사랑하고 섬기며 말씀과 기도로 견고히 세워지게 하시고 ព្រះអង្គអើយសូមឲ្យពួកគាត់បានស្រឡាញ់គ្នាទៅវិញទៅមកស្ដាប់គ្នាទៅវិញទៅមកអត់ទោសដល់គ្នាទៅវិញទៅមកហើយរឹងមាំទាំងការនិយាយនិងការអធិដ្ឋាន
이 가정을 통하여 캄보디아 땅의 복음의 빛이 더 밝히 비추기를 소망하며 ព្រះអង្គអើយកូនសង្ឃឹមថាតាមរយៈគ្រួសារមួយនេះព្រះអង្គទ្រង់នឹងប្រទានពរឲ្យគ្រួសាររបស់គាត់ក្លាយជាពន្លឺនៃសេចក្តីជំនឿហើយជាដំណឹងល្អដែលពន្លឺមួយនេះនឹងជះទៅក្នុងប្រទេសកម្ពុជាផងដែរ 이들의 연합을 축하하는 모든 하객과 사랑하는 가족들 위해 សូមព្រះជាម្ចាស់ទ្រង់បាននឹកចាំដល់ភ្ញៀវកិត្តិយសនិងក្រុមគ្រួសារទាំងអស់ដែលបានចូលរួមអបអរថ្ងៃមង្គលសេរីនៅក្នុងថ្ងៃនេះ 이들이 나고 자란 캄보디아와 포랭자매가 준비되어지며 공부했던 조국 대한민국 위에 សូមឲ្យពួកគាត់សូមព្រះអង្គបាននឹកចាំពីពួកគាត់ដែលពួកគាត់បានរស់នៅពីជីវិតកន្លងមកសូមឲ្យពួកគាត់បានក្លាយទៅជាមនុស្សម្នាក់ដែលជាសេរីល្អនៅក្នុងប្រទេសកម្ពុជានិងប្រទេសកូរ៉េ 세계 열방 위에 이제부터 영원토록 성삼위 하나님의 은혜와 사랑과 평강이 영원토록 함께 하실지어다. ហើយគុណជាចាស់ថាព្រះអង្គទ្រង់នឹងគង់នៅជាមួយនឹងគ្រួសារមួយនេះនិងបេសកជននិងក្រុមគ្រួសារទាំងអស់ដែលបានចូលរួមនៅក្នុងថ្ងៃនេះរហូតដល់អស់កលជានិច្ច 할렐루야. 모든 결혼 예식을 마칩니다. 두 사람을 축복합니다. អរគុណច្រើនសូមទាំងដៃបញ្ចប់ការរៀបការពិធី